បាទល្បឿនយ៉ាងណាដែរបន្ទាប់ពីមានការជួសជុលកែសម្រួលនៅក្នុងឆ្នាំ2024បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាទូកដែលមានឈ្មោះថាកំសាន្តជលសាបាទទូកកំសាន្តជលសានេះគឺស្ថិតនៅក្នុងវត្តកំសាន្តបាទសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបាទក្នុងវីដេអូនេះដែរខ្ញុំនឹងលើកយកបាទពីការប្រកួតបាទរបស់ទូកកំសាន្តជលសាចំនួន2ជើងបាទដែលការនោះគឺត្រូវប៉ះជាមួយនឹងទូកដែលមានឈ្មោះថាវាស្បូវសែនជ័យបាទនៅក្នុងការប្រកួតថ្នាក់រាជធានីបាទមុននឹងទៅទស្សនាការប្រកួតបាទសូមអញ្ជើញបងប្អូនមកទស្សនាការរកល្បឿនបាទក៏ដូចជាជើងចង្វារបស់ទូកកំសាន្តជលសាបាទទាំងសភ័ណ្ឌភាពបាទទាំងចំណុះបាទកាលពីឆ្នាំ2024ណាបាទមើលទៅដូចជាពេញសាច់ល្អណាស់បាទសម្រាប់ទូកបាទកំសាន្តជលសាបាទរបស់រាជធានីភ្នំពេញបាទដោយឡែកការប្រកួតនៅក្នុងឆ្នាំ2024មុនការប្រកួតបាទថ្នាក់ជាតិមួយថ្ងៃបាទនៅរាជធានីភ្នំពេញបាទគេបានធ្វើកម្មវិធីបាទប្រឡងប្រណាំងសម្រាប់ទូកនៅក្នុងរាជធានីទាំងអស់បាទក្នុងនោះក៏មានទូកបាទកំសាន្តជលសាជាបេក្ខភាពបាទប្រឡងប្រណាំងបាទកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2024បាទសិនជាបងប្អូនដែលបានទៅទស្សនាផ្ទាល់បាទកាលពីថ្ងៃនោះបាទបងប្អូនពិតជាដឹងហើយបាទការលេងចំណុះបាទសិតតែចំណុះល្បីបាទកាលពីបាទឆ្នាំ2024ណាទូករបស់រាជធានីបាទដូចជាដូនពេញសែនជ័យបាទវាមាន7មករាបាទមហានីអីហ្នឹងបាទច្រើនបាទសម្រេចរាជសីអីបាទឥឡូវកុំឲ្យខាត់ពេលយូរឥឡូវមកទស្សនាការប្រកួតបាទរវាងកំសាន្តជលសាបាទខ្សែទៅខាងក្រៅជាមួយនឹងខ្សែទៅខាងក្នុងនេះគឺជាទូកដែលមានឈ្មោះថាវាស្បូវសែនជ័យបាទការប្រកួតថ្ងៃនោះបាទជាលទ្ធផល2ជើងបាទ2ជើងដូចជាបាទកំសាន្តជលសាបាទយកឈ្នះទៅលើវាស្បូវទាំង2ជើងបាទបើសិនជាឆ្នាំ2026នេះបាទពុំមានការផ្អាកនៅបរិយាពិធីបន់អំទូកទេបងប្អូនពិតជាបានទស្សនាបាទឬក៏អាចនឹងបានទស្សនានៅកម្មវិធីប្រឡងថ្នាក់រាជធានីបាទមុនការប្រកួតថ្នាក់ជាតិមួយថ្ងៃណាបាទបើសិនជាបាទគេរៀបចំកម្មវិធីនេះទៀតបាទល្អមើលមែនតើបាទសម្រាប់កម្មវិធីប្រឡងថ្នាក់រាជធានីនេះបាទសិតសឹងតែជាទូកល្បីក្នុងរាជធានីភ្នំពេញបាទឥឡូវជើងទី1នេះគឺបាទកំសាន្តជលសាបាទយកឈ្នះទៅលើវាស្បូវសែនជ័យបាទដាច់បាទចូលដល់ជើងទី2បាទសម្រាប់ជើងទី2នេះបាទមើលទៅឃើញទូកដល់15បាទនៅក្នុងវីដេអូនេះដោយសារតែថតដល់ជាប់ទូក5បាទដឹងថាល្បឿនរបស់គាត់យ៉ាងម៉េចទេបាទគូកំសាន្តជលសាបាទនៅខាងក្រោយនេះបាទមកតន់គូនៅខាងមុខទៀតបាទដោយឡែកជើងទី2នេះគឺដាច់កាន់តែឆ្ងាយទៅលើវាស្បូវសែនជ័យបាទអរគុណសម្រាប់ការទស្សនាវីដេអូបាទតាំងពីដើមរហូតដល់ចប់បាទកុំភ្លេចជួយ follow បាទ page ច្រវាម្នាក់មួយផងបងប្អូនបាទជួបគ្នាវីដេអូក្រោយ